ជំរាបដល់លោកគ្រូអ្នកគ្រូទាំងអស់បាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ចែករំលែកពាក់ព័ន្ធទៅនឹងការទាញ QR code សិស្សបាទចេញពីប្រព័ន្ធ PLP បាទ print ជាឯកសារចេញឲ្យសិស្សដើម្បីធ្វើការប្រឡងប្រចាំខែបាទអញ្ចឹងជាដំបូងគឺយើងត្រូវចូលបាទយើងត្រូវចូលណា PLP នេះមកបាទអញ្ចឹងយើងចូល PLP នឹងមកបាទអញ្ចឹងរងចាំបន្តិចបាទប្រព័ន្ធកំពុងតែដំណើរការបាទអញ្ចឹងនៅពេលដែលយើងចូលបានដល់កន្លែងហ្នឹងហើយគឺលោកគ្រូអ្នកគ្រូចូលមកកន្លែងថ្នាលគ្រប់គ្រងសាលារៀនបាទអញ្ចឹងចូលកន្លែងហ្នឹងមកបាទបាទអញ្ចឹងនៅពេលដែលដំណើរការវាលោតបានប៉ុណ្ណេះគឺលោកគ្រូអ្នកគ្រូចូលមកកន្លែងនេះកន្លែងនៅខាងលើត្រេ3ផ្នែកខាងឆ្វេងគ្រូបាទអញ្ចឹងយើងចូលទៅកន្លែងហ្នឹងទៅចុចលើហ្នឹងបាទហើយតទៀតគឺវាលោតផ្ទាំងមានផ្ទាំងជាច្រើនអញ្ចឹងលោកគ្រូមកនេះយកកន្លែងផ្ទាំងនៅខាងបន្ទាប់ពីខាងក្រោមនេះដែលគេដាក់ថាគ្រប់គ្រង QR code បាទអញ្ចឹងចុចលើហ្នឹងបាទចុចលើហ្នឹងហើយលោកគ្រូចុចនៅកន្លែងនេះមកបាទអូខេតទៀតគឺលោកគ្រូចាប់ផ្ដើមធ្វើការជ្រើសរើសបាទជ្រើសរើសកន្លែងនេះគេឲ្យយើងជ្រើសរើសកម្រិតថ្នាក់អញ្ចឹងលោកគ្រូចុចកន្លែងហ្នឹងមកអញ្ចឹងលោកគ្រូចង់ជ្រើសរើសថ្នាក់ទីប្រមាណអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ជ្រើសថ្នាក់ទី1អញ្ចឹងបើសិនជាសាលាដែលមានមត្តេយ្យគឺយើងត្រូវជ្រើសរើសពីមត្តេយ្យមកបាទអញ្ចឹងខ្ញុំជ្រើសរើសថ្នាក់ទី1ចុះហើយតទៀតកន្លែងនេះគឺគេឲ្យយើងជ្រើសរើសថ្នាក់អញ្ចឹងលោកគ្រូចុចកន្លែងហ្នឹងមកបាទបាទអញ្ចឹងរសារសាលាខ្ញុំមានថ្នាក់ទី1 2ថ្នាក់គឺថ្នាក់កថ្នាក់ខអញ្ចឹងគឺខ្ញុំចូលថ្នាក់ទី1កបាទទី1កបាទអញ្ចឹងរងចាំតិចទៅគឺប្រព័ន្ធវាកំពុងតែដំណើរការបាទអញ្ចឹងដល់កន្លែងនេះគឺបាទ QR code គឺចាប់ផ្ដើម load មកហើយបាទនេះបាទអញ្ចឹង QR code គឺមានច្រើនគ្រប់សិស្សទាំងអស់បាទអញ្ចឹងបើសិនជាសិស្សហ្នឹងមានប្រមាណនេះគឺ load មកទាំងអស់បាទអញ្ចឹងមានមិន load មកទាំងអស់គេដូចជាសាលាខ្ញុំថ្នាក់ទី1ហ្នឹងកហ្នឹងគឺមានរហូតដល់40នាក់ជាងបាទ40នាក់ជាងណាបាទអញ្ចឹងដើម្បីទាញ QR code នេះមកបានគឺលោកគ្រូអ្នកគ្រូចូលមកកន្លែងនេះកន្លែងទាញបាទទាញទាំងអស់អញ្ចឹងចុចលើហ្នឹងមកហើយតទៀតគឺកន្លែងដែលយើងត្រូវទាញ QR code ហ្នឹងវាមានការទាញបច្ចុប្បន្នការទាញទាំងអស់ក្នុងមួយថ្នាក់និងការទាញជា PDF អញ្ចឹងសម្រាប់ខ្ញុំទាញយកជា PDF ដើម្បី print ឲ្យគាត់បាទអញ្ចឹងនៅពេលដែលយើងចុចដល់កន្លែងហ្នឹងទៅគឺយើងរងចាំមួយសន្ទុះទៅគឺវានឹង load QR code